ស្ដីលោកស្រីខ្ញុំសូមធ្វើបច្ចុប្បន្នភាពបន្ថែមស្ដីពីស្ថានភាពនៃទីផ្សារហាងឆេងមាសនៅក្នុងទីផ្សារស៊ីព្រឹកនេះយើងឃើញថាតម្លៃហាងឆេងមាសពិតជាមានការបាស្ទោះងើបឡើងមកវិញមែនហើយពិតជាដោយការវិភាគរបស់ខ្ញុំមែនព័ត៌មាននឹងឯមិញវាបានជាអត្តពលរយៈកាលខ្លីតែម្ដងតែមកប្រាវមាសក៏បានមានសន្ទុះការឡើងត្រឡប់មកវិញចឹងពីសប្តាហ៍នេះតាំងពីសប្តាហ៍មុនមកសម្រាប់លោកស្រីជួញដូរតម្លៃហាងឆេងមាសតាមអ្វីដែលខ្ញុំធ្វើការវិភាគនៅទីនេះខ្ញុំជឿថាទទួលបានផលចំណេញច្រើនជាពិសេសលោកស្រីដែលធ្វើការជួញដូរតាមរយៈឧបករណ៍នីសនឬក៏តាមរយៈអនឡាញតែបើថាការទិញលក់គឺបានតម្លៃល្អហើយអាចបានចំណេញច្រើនដូចជាជាក់ស្ដែងពីម្សិលមិញយប់មិញខ្ញុំឲ្យទិញនៅតម្លៃ32 33ហើយជាក់ស្ដែងព្រឹកនេះឡើងដល់70អញ្ចឹងចំណេញប្រហែលជា$40ក្នុងមួយអោនហើយសប្តាហ៍មុនដូចគ្នាចំណេញបាន$70-80ក្នុងមួយអោនកាលពីថ្ងៃដើមសប្តាហ៍មកអញ្ចឹងពីសប្តាហ៍នេះគឺ signal គឺចំណេញបានច្រើនខ្លាំងមែនទែនហើយខ្ញុំជឿថាបើមើលពីបច្ចេកទេសជួញដូរនៅនេះហើយនឹងភាពការវិវត្តចុងក្រោយបាទមាសនឹងនៅតែអាចតការឡើងថែមទៀតថ្ងៃនេះខ្ញុំមិនបដូរទេបន្ទាប់ពីខៀវនេះខ្ញុំនៅតែមើលឃើញថាអាចឡើងទៅគិ3400ឬក៏3400លើ3400តែម្ដងចឹងភាពការជំរុញនោះព័ត៌មានពីខាងអាមេរិកគឺមិនបានជាថ្ពូខ្លាំងក្លាទេពលបានជាថ្ពូតែមកប្រើកាលពីយប់ទោះបីជាល្អដែរចុះប៉ុន្តែវាមិនបានធ្វើតម្លៃហាងឆេងមាសមានការសត់ចុះទេគណៈដែលស្ថានភាពនៃពាណិជ្ជកម្មនៃអាមេរិកនិងចិនកាន់តែមានកម្ដៅតែបើថាចិនមិនបដិសេធអំពីអ្នកតំណងការទូតដូចជាបដិសេធតាក់ទងទៅនឹងអ្វីដែលសហរដ្ឋអាមេរិកលើកឡើងថាខ្លួនបាននឹងខលបាទទៅជជែកជាមួយនឹងភាគីខាងចិនអញ្ចឹងបើយើងមើលទៅតំណពាណិជ្ជកម្មនេះវានៅស្ថិតក្នុងភាពតានតឹងនិងភាពច្បាស់លាស់នៅឡើយតែធ្វើឲ្យអាសិតមានសមត្ថភាពហ្នឹងមានសន្ទុះខ្លាំងក្លាការឡើងថ្លៃមកវិញអញ្ចឹងថ្ងៃនេះនៅតែអាចទិញឡើងបានហើយខ្ញុំដូរបន្ទាត់បន្តិចបាទដោយយកបន្ទាត់ Q ក្រោមនេះជា support វិញអញ្ចឹងមានថាតំបន់តំណ Q ក្រោមនេះទៅជា support ของថ្ងៃហ្នឹងបាទហើយ Q ខាងលើគឺជាតំបន់ resistance អញ្ចឹងមាសបាទនៅតែអាចបាទទិញឡើងថែមទៀតក្នុងព្រឹកហ្នឹងបាទថែមទៀតហើយជាការប្រែប្រួលបែបណាខ្ញុំអាប់ដេតពេលថ្ងៃហើយសម្រាប់បងប្អូនលោកស្រីដែលចង់ប្រឹក្សាឬក៏ចង់ចុះឈ្មោះចូលរៀនបាទបន្ថែមអំពីទីផ្សារ rental ជាមួយនឹងខ្ញុំបាទនៅទីនេះអាចធ្វើការទំនាក់ទំនងបានជាមួយនឹង Tech លេខទូរស័ព្ទខាងលើឬក៏តាមទាក់ទងតាមលេខ066 64 grade 9 066 64នឹង grade 9ដែលបានដាក់នៅបាទ contact ខាងលើបាទសូមអរគុណ